អ្នកដឹងទេថាផ្លែទទឹមផ្ដល់សារៈប្រយោជន៍អ្វីខ្លះដល់សុខភាពផ្លែទទឹមគឺជាផ្លែឈើដ៏មានរូបសម្រស់មួយប្រភេទព្រោះថាសាច់ខាងក្នុងរបស់វាគឺមានពណ៌និងរូបរាងដូចជាគ្រាប់ត្បូងទទឹមដែរក្រៅពីមានរសជាតិឆ្ងាញ់ទទឹមផ្ទុកនូវសារធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីតប្រឆាំងនឹងវីរុសប្រឆាំងនឹងដុំសាច់ហើយផ្លែទទឹមជាប្រភពដ៏ល្អនៃវីតាមីនជាច្រើនជាពិសេសវីតាមីន A និង C និងអាស៊ីតហ្វូលិកទាំងនេះគឺជាកំពូលគុណប្រយោជន៍ដ៏ខ្ពស់របស់ផ្លែទទឹម1. ព្យាបាលជំងឺក្រពះសំបកនិងស្លឹករបស់ផ្លែទទឹមត្រូវបានប្រើដើម្បីបំបាត់ជំងឺក្រពះឬរាគដែលបណ្ដាលមកពីបញ្ហានៃការរំលាយអាហារការផឹកទឹកតែដែលធ្វើមកពីស្លឹកទទឹមក៏អាចជួយនៅក្នុងការព្យាបាលជំងឺរំលាយអាហារផងដែរទី2កាត់បន្ថយបញ្ហាបេះដូងការទទួលទានទឹកទទឹមឲ្យបានទៀងទាត់អាចរក្សាបាននូវលំហូរឈាមនៅក្នុងខ្លួនបានល្អដោយសារលក្ខណៈសម្បត្តិនេះហើយវាកាត់បន្ថយហានិភ័យនៃការគាំងបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាលទី3ការពារជំងឺមហារីកផ្លែទទឹមមានកម្រិតខ្ពស់នៃសារធាតុប្រឆាំងអុកស៊ីតកម្មហៅថា flavonoid មានប្រសិទ្ធភាពនៅក្នុងការប្រឆាំងនឹង radical សេរីដែលជាប្រភពនៃជំងឺមហារីកមនុស្សដែលប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺមហារីកក្រពេញប្រូស្តាតនិងជំងឺមហារីកសុដន់គួរតែចាប់ផ្ដើមផឹកទឹកផ្លែទទឹមព្រោះវានឹងជួយពួកគេបន្ថយហានិភ័យនៃជំងឺនេះផងដែរពីវាជួយការថែទាំមាត់ធ្មេញផ្លែទទឹមមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីនិងវីរុសជួយកាត់បន្ថយផលប៉ះពាល់នៃបន្ទះធ្មេញនិងការពារប្រឆាំងនឹងជំងឺមាត់ផ្សេងៗផងដែរទី5វាបង្ការជំងឺរលាកសន្លាក់ឆ្អឹងផ្លែទទឹមជួយកាត់បន្ថយជំងឺជាច្រើនរួមទាំងជំងឺសរសៃឈាមនិងជំងឺរលាកសន្លាក់ឆ្អឹងការខូចខាតដែលបណ្ដាលមកពីការឡើងក្រាស់និងរឹងនៃជញ្ជាំងសរសៃឈាមនិងនៅក្នុងឆ្អឹងខ្ចីនិងសន្លាក់អាចត្រូវបានព្យាបាលដោយការបរិភោគផ្លែឈើទាំងនេះទី6ព្យាបាលជំងឺស្លេកស្លាំងផ្លែទទឹមផ្ដល់ជាតិដែកដល់ឈាមជួយកាត់បន្ថយរោគសញ្ញាភាពស្លេកស្លាំងដូចជាការហត់នឿយការវិលមុខនិងការខ្សោយកម្លាំងជាដើម